អាមេរិកនៅពេលនេះបានផ្ដល់ជំនួយរថពាសដែក17គ្រឿងទៅដល់ប្រទេសថៃខណៈដែលនៅតាមបន្ទាត់ព្រំដែនថៃនិងកម្ពុជានៅមានភាពផុយស្រួយនៅឡើយក្រសួងការបរទេសរបស់ថៃបានផ្ដល់បទសម្ភាសន៍ជាមួយនឹងសារព័ត៌មានដ៏ល្បីមួយរបស់ប្រទេសបារាំងខណៈដែលអ្នកសារព័ត៌មានរបស់ប្រទេសបារាំងបានជាកកាយក៏ដូចជាបកស្បែកមុខពិតរបស់សៀមនៅក្នុងបទសម្ភាសន៍ដ៏ល្បីនៅក្នុងប្រទេសបារាំងនោះផងដែរមហាជនដែលជាជនជាតិខ្មែរជាច្រើនបានសម្ដែងការព្រួយបារម្ភចំពោះដំណឹងដែលថាសហរដ្ឋអាមេរិកបានផ្ដល់នៅរថពាសដែកដ៏ទំនើបប្រភេទ Stryker ចំនួន17គ្រឿងទៅដល់ប្រទេសថៃអ្វីដែលកាន់តែធ្វើឲ្យងឿយឆ្ងល់ជាងនេះទៅទៀតនោះគឺមហាអំណាចមួយនេះបែរជាផ្ដល់គ្រឿងសព្វាវុធនាចំពេលដែលកម្ពុជានិងថៃនៅមានភាពផុយស្រួយនឹងគ្នានៅឡើយនៅតាមបន្ទាត់ព្រំដែនខណៈដែលស្ថានភាពព្រំដែនកំពុងតែមានភាពតានតឹងការធ្វើបែបនេះអាចនឹងមើលទៅហាក់ដូចជាកំពុងតែបង្កើនសាច់ដុំឲ្យទៅកាន់យោធារបស់ថៃការពិតទៅការផ្ដល់គ្រឿងសព្វាវុធទាំងនេះគឺធ្វើឡើងក្រោយពេលដែលសហរដ្ឋអាមេរិកហើយនិងប្រទេសថៃបានធ្វើការសម្ពយុទ្ធជាមួយនឹងគ្នាទ្រង់ទ្រាយធំមួយនាថ្ងៃទី23កាលពីម្សិលមិញនេះបាននិយាយឲ្យស្រួលស្ដាប់ទៅវាគឺជាការឧបត្ថម្ភសម្ភារៈយោធាដែលអាមេរិកគេសល់អំពីតម្រូវការមានន័យថាគេផលិតច្រើនគ្រឿងអញ្ចឹងទៅគេក៏បានផ្ដល់វាទៅកាន់ប្រទេសថៃដែលជាអ្នកដែលធ្វើសម្ពយុទ្ធយោធាជាមួយនឹងគ្នាហ្នឹងណាក៏ប៉ុន្តែរថពាសដែកប្រភេទនេះគឺជារថពាសដែកដែលមានគុណភាពខ្ពស់ទំនើបសមស្របទៅនឹងសមរភូមិនាពេលបច្ចុប្បន្នយើងនេះផងដែរគម្រោងនេះត្រូវបានប្រកាសភ្លាមបន្ទាប់អំពីបិទសម្ពយុទ្ធដ៏ធំមួយដែលមានឈ្មោះថា Cobra Gold 2026កាលពីថ្ងៃទី23កុម្ភៈកន្លងទៅមេបញ្ជាការកងទ័ពថៃលោកផាត់ណាឃ្លាវខតបានជួបជជែកគ្នាយ៉ាងជិតស្និទ្ធជាមួយនឹងមេបញ្ជាការរងកងទ័ពសហរដ្ឋអាមេរិកប្រចាំនៅតំបន់ប៉ាស៊ីហ្វិកដើម្បីនឹងពង្រឹងកិច្ចសហប្រតិបត្តិការបណ្ដុះបណ្ដាលបច្ចេកទេសនៃការប្រើប្រាស់រថពាសដែកដែលបានប្រគល់ទៅឲ្យប្រទេសថៃនេះអញ្ចឹងមកដល់កន្លែងនេះគឺបងប្អូនអាចយល់បានមកកម្រិតហើយតាក់ទងជាមួយនឹងការផ្ដល់គ្រឿងសព្វាវុធនេះគឺវាគ្រាន់តែជាការផ្ដល់តាក់ទងជាមួយនឹងគ្រឿងសព្វាវុធដែលអាមេរិកដែលគេបានផលិតលើសតម្រូវការគេក៏បានផ្ដល់វាជាអានេះគេហៅថាជាការបញ្ចប់នៅកិច្ចសហប្រតិបត្តិការតាក់ទងជាមួយនឹងការធ្វើសម្ពយុទ្ធជាមួយនឹងគ្នាហ្នឹងក៏ប៉ុន្តែគ្រាន់តែថាការផ្ដល់ឥឡូវនេះវាមើលទៅហាក់ដូចជាអត់សូវល្អមើលចំពោះផ្នែករបស់ប្រជាជនកម្ពុជាដែលវាហាក់ដូចជាការដែលផ្ដល់នៅកម្លាំងយោធាថ្មីបន្ថែមទៀតឲ្យទៅកាន់ប្រទេសថៃទោះបីជាអាមេរិកតែងតែលើកឡើងនៅពាក្យថាសន្តិសុខតំបន់ឬក៏ស្ថិរភាពអីហ្នឹងក៏ប៉ុន្តែយើងមើលមួយជ្រុងទៀតទៅឃើញថាវិភាគជាក់ស្ដែងហាក់ដូចជាមានភាពផ្ទុយគ្នាទៅនឹងអ្វីដែលសហរដ្ឋអាមេរិកបានធ្វើអញ្ចឹងព្រោះឯខណៈពេលដែលកងទ័ពថៃកំពុងតែរំលោភបំពានទៅលើដែនអធិបតេយ្យភាពរបស់កម្ពុជានិងកំពុងតែឈរជើងនៅក្នុងតំបន់ដែលកម្ពុជាបានអះអាងថាជាដីរបស់ខ្លួននេះសហរដ្ឋអាមេរិកបែរជាមិនថ្កោលទោសទេហើយថែមទាំងផ្ដល់គ្រឿងសព្វាវុធទំនើបបន្ថែមទៀតឲ្យទៅកាន់យោធាថៃទៅវិញត្រង់នេះគឺយើងមើលទៅឃើញថាហាក់ដូចជាសញ្ញាមួយដែលបានបង្ហាញថាសហរដ្ឋអាមេរិកបានផ្ដល់កម្លាំងចិត្តទៅដល់កងទ័ពយោធារបស់ថៃអីចឹងក៏ប៉ុន្តែបើយើងមើលឲ្យស៊ីជម្រៅទៅតាក់ទងជាមួយនឹងការធ្វើសម្ពយុទ្ធយោធាជាមួយនឹងមហាអំណាចណាមួយចឹងគឺគេតែងតែមានជាកញ្ចប់នៃការផ្ដល់គ្រឿងសព្វាវុធទៅវិញទៅមកអញ្ចឹងទៅជាក់ស្ដែងដូចជាប្រទេសកម្ពុជារបស់យើងដែលធ្លាប់ធ្វើសម្ពយុទ្ធជាមួយនឹងប្រទេសចិនហ្នឹងក៏មានការផ្ដល់សព្វាវុធអីអញ្ចឹងដូចគ្នាដែរប៉ុន្តែគេមានលក្ខខណ្ឌដូចជាគ្រឿងសព្វាវុធដែលយើងបានចុះកិច្ចព្រមព្រៀងនៅក្នុងការទិញដោះដូរគ្នាអញ្ចឹងទៅក៏ដូចជាការជំនួយសំណងអីចឹងទៅនេះគឺជាលក្ខខណ្ឌឬក៏ជាការសម្ពយុទ្ធយោធាជាមួយនឹងគ្នាទៅគឺគេមានការផ្ដល់អាវុធផ្ដល់គ្រឿងយុទ្ធឧបករណ៍នៅក្នុងការជំនួយទៅដល់យោធានៅក្នុងប្រទេសដែលបានធ្វើសម្ពយុទ្ធជាមួយនឹងគ្នាតាក់ទងជាមួយនឹងវត្តមានរបស់រថពាសដែក Stryker ចំនួន17គ្រឿងនេះវាមិនមែនជារឿងលេងសើចនោះទេព្រោះវាគឺជារថពាសដែកដែលទំនើបនិងមានល្បឿនលឿនហើយក៏មានសមត្ថភាពខ្ពស់នៅក្នុងការដឹកជញ្ជូនកងទ័ពចូលទៅក្នុងតំបន់ប្រយុទ្ធឬក៏តំបន់ក្តៅខណៈពេលដែលកំពុងតែមានបញ្ហាអីចឹងណាកន្លែងនេះគឺបានបង្ហាញថាវាគឺជាការដែលធ្វើឲ្យយើងនឹងគឺប្រុងប្រៀបខ្លួនក៏ដូចជាត្រៀមនឹងទប់ទល់នឹងអ្វីឬក៏គ្រឿងសព្វាវុធដែលខាងគេនោះមានក្នុងករណីមានរឿងមិនល្អបានកើតឡើងម្ដងទៀតនេះគឺព័ត៌មានប៉ុណ្នេះតាក់ទងជាមួយនឹងសហរដ្ឋអាមេរិកបានផ្ដល់ជំនួយតាក់ទងជាមួយនឹងរថពាសដែក Stryker ចំនួន17គ្រឿងទៅកាន់ប្រទេសថៃឥឡូវនេះខ្ញុំបន្តទៅព័ត៌មានមួយទៀតដែលតាក់ទងជាមួយនឹងក្រសួងការបរទេសរបស់ថៃ
ផ្ដល់បទសម្ភាសន៍មួយទៅកាន់បាសាព័ត៌មានដ៏ល្បី Frank 24របស់ប្រទេសបារាំងក្រោយពេលដែលសម្ដេចបវរធិបតីបានផ្ដល់បទសម្ភាសន៍ទៅកាន់បាសាព័ត៌មានដ៏ល្បីចំនួន2ស្ថាប័នរួចមកហើយឥឡូវនេះក្រសួងការបរទេសរបស់ថៃក៏បានផ្ដល់បទសម្ភាសន៍ដើម្បីឆ្លើយតបឬក៏ការពារខ្លួនឬក៏អាចថាគាត់ឆ្លើយរបៀបម៉េចខ្ញុំនឹងបន្តបកស្រាយទៅកាន់បងប្អូនជាទីគោរពរាប់អានបន្តទៀតក្រោយពីឃើញកម្ពុជាបានបកស្រាយតាមរយៈសារព័ត៌មានអន្តរជាតិថៃក៏ចាប់ផ្ដើមជ្រួលច្របល់ហើយក៏ព្យាយាមលាបពណ៌កម្ពុជាថាកម្ពុជាយើងហ្នឹងគឺកំពុងតែសម្ដែងរឿងខ្នាតធំដើម្បីបោកប្រាស់ពិភពលោកណាគឺខាងថៃនោះគេចោទថានៅពេលដែលកម្ពុជាយើងបានបកស្រាយទៅកាន់ភាសាព័ត៌មានកាលពីមុននោះដែលសម្ដេចបវរធិបតីគាត់បានផ្ដល់បទសម្ភាសន៍នោះគឺបានថាកម្ពុជាយើងនឹងកំពុងតែសម្ដែងរឿងខ្នាតធំដើម្បីបោកប្រាស់ពិភពលោកបាទកាលពីថ្មីនេះរដ្ឋមន្ត្រីការបរទេសរបស់ថៃបានផ្ដល់បទសម្ភាសន៍ឲ្យទៅកាន់សារព័ត៌មានបារាំងដ៏ល្បីមួយប៉ុន្តែការឆ្លើយសំណួររបស់គាត់ហាក់ដូចជារៀងអត់សូវបានល្អឆ្លើយបើយើងស្ដាប់ទៅហាក់ដូចជាឆ្លើយឲ្យតែបានឬក៏ឆ្លើយលក្ខណៈដោះសារឲ្យតែបានអញ្ចឹងទៅដែលគាត់បានបដិសេធថាថៃមិនបានឈ្លានពានមកលើកម្ពុជាទេហើយថែមទាំងបាននិយាយថាដីដែលខាងភាគីថៃកំពុងតែកាន់កាប់នោះគឺជាទីតាំងឬក៏ជាដីរបស់ប្រទេសថៃក៏ប៉ុន្តែថៃធ្លាប់ឲ្យដីនោះទៅកាន់ពលរដ្ឋខ្មែរយើងបានរស់នៅកន្លែងហ្នឹងកាលពីកំឡុងសង្គ្រាមស៊ីវិលមានន័យថាដីដែលប្រជាពលរដ្ឋយើងបានរស់នៅហើយក៏ត្រូវបានយោធាថៃកាន់កាប់បច្ចុប្បន្នហ្នឹងហើយគេថាជាដីរបស់គេតាំងពីសម័យសង្គ្រាមស៊ីវិលដែលគេឲ្យខ្មែរយើងនឹងមកនៅកន្លែងហ្នឹងគេប្រាប់ទៅកាន់សារព័ត៌មានបារាំងនោះណាដែលអ្វីដែលគាត់បាននិយាយនេះគឺជាការបំភាន់ការពិតយ៉ាងខ្លាំងសម្បីតែប្រជាជនថៃខ្លួនឯងនោះក៏សម្ដែងនឹងការខកចិត្តយ៉ាងខ្លាំងចំពោះការឆ្លើយតបរបស់រដ្ឋមន្ត្រីការបរទេសរូបនេះក៏ដោយសារតែគាត់គឺឆ្លើយសំណួរទៅកាន់អន្តរជាតិនេះវាហាក់ដូចជាមិនល្អមិនដាច់ស្រេចក៏ដូចជាឆ្លើយវាអត់មានហេតុផលអីត្រឹមត្រូវជាងហ្នឹងណាចឹងទៅក៏មានការរិះគន់អំពីសំណាក់ប្រជាពលរដ្ឋថៃប្រជាជនថៃនោះដែរអ្នកសារព័ត៌មានរបស់បារាំងនោះក៏បានបន្តសួរតាក់ទងជាមួយនឹងការគោរពទៅលើបទឈប់បាញ់ដែលបានផ្ដួចផ្ដើមអំពីលោកដូណាល់ត្រាំនោះខាងពីគេថៃបានឆ្លើយតបថាខាងពីគេថៃគឺអត់បានបំពេញទៅនឹងកិច្ចព្រមព្រៀងបទឈប់បាញ់នោះទេទាំងដែលខ្លួនឯងគឺបានបំពេញឆ្លើយប្រាប់គេថាគាត់អត់បានបំពេញទេហើយជាចោតកម្ពុជាយើងហ្នឹងដែលជាអ្នកធ្វើឲ្យមានបញ្ហារកម្មរកុសនៅតាមបន្ទាត់ព្រំដែនចោទថាយើងនឹងធ្លាប់បានបាញ់ផ្លោងឬក៏ផ្ទុះអីអញ្ចឹងហើយក៏បានចោទថាកងទ័ពកម្ពុជាយើងនឹងគឺអត់មានសណ្ដាប់ធ្នាប់អត់មានវិជ្ជាជីវៈជាយោធាអីអញ្ចឹងទៅលក្ខណៈថាចង់បង្អាប់បង្អោនទៅកាន់យោធារបស់កម្ពុជាយើងនេះនៅលើឆាកអន្តរជាតិផងដែរបងប្អូនអ្នកគ្នាយើងកុំភ្លេចតាមដានទាំងអស់គ្នាតាក់ទងជាមួយនឹងនៅខែមិនិនាខាងមុខនេះថាតើថៃព្រមនឹងមកវាស់វែងព្រំដែននៅតាមភូមិព្រៃច័ន្ទតាមការស្នើសុំរបស់ JBC ដែលកម្ពុជាបានស្នើសុំដែរទេព្រោះកម្ពុជាបានស្នើសុំជាច្រើនដងហើយតាក់ទងជាមួយនឹងការវាស់វែងព្រំសីមាដែលធ្វើការដោយខាង JBC នេះក៏ប៉ុន្តែខាងភាគីថៃគឺតែងតែពន្យាពេលប្រើលេសនេះលេសនោះដោយមិនទាន់ឲ្យខាងក្រុមការងារ JBC ខាងថៃនោះគេមកធ្វើការទេអរគុណច្រើនបងប្អូនអរគ្នាព័ត៌មានរបស់យើងនៅថ្ងៃនេះគឺមានប៉ុណ្ណេះហើយបងប្អូនថ្មីដែលមិនទាន់បាន Subscribe Channel YouTube ខ្ញុំបានទេកុំភ្លេចចុច Subscribe ម្នាក់មួយដើម្បីនឹងទទួលបានព័ត៌មានថ្មីពីខ្ញុំបានបន្តទៀតហើយយើងនឹងជួបគ្នានៅវីដេអូក្រោយៗបន្ថែមទៀតជម្រាបលា